សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលមានចំណងជើងថារៀនចប់ភ័យខ្លាចអនាគតតើត្រូវដោះស្រាយបែបណាតើមានអ្នកណាខ្លះដែលរៀនចិត្តចប់ហើយចាប់ផ្ដើមមានអារម្មណ៍ថាភ័យខ្លាចអនាគតខ្លួនឯងដូចខ្ញុំដែរឬទេសំណួរដែលតែងតែសួរខ្លួនឯងរាល់ថ្ងៃនោះគឺរៀនចប់ទៅធ្វើអីតើយើងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទៅប្រកួតប្រជែងជាមួយគេបានដែរឬទេវាជារឿងធម្មតាទេដែលយើងបារម្ភជួនកាលយើងមើលទៅមិត្តភ័ក្តិជុំវិញខ្លួនឃើញគេពូកែឃើញគេមានការងារធ្វើបណ្ដារឹតតែធ្វើឲ្យយើងមានសម្ពាធយើងខ្លាចថាអ្វីដែលយើងរៀននៅក្នុងសាលាវាមិនទាន់គ្រប់គ្រាន់សម្រាប់ការងារទីផ្សារខាងក្រៅដែលមានការប្រកួតប្រជែងខ្ពស់ប៉ុន្តែត្រូវចាំថាគ្មាននរណាម្នាក់កើតមកចេះភ្លាមទេដូច្នេះខ្ញុំមាន3ចំណុចប្រាប់អ្នកទាំងអស់គ្នា1កុំប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃរាល់ផ្កាទាំងអស់មិនមែនរីកក្នុងពេលតែមួយនោះទេ2ចាប់ផ្ដើមពីចំណុចតូចៗបើខ្លាចថាខ្វះបទពិសោធន៍ចូលចាប់ផ្ដើមធ្វើការងារស្ម័គ្រចិត្តឬការងារក្រៅម៉ោងដែលតាក់ទងទៅនឹងជំនាញ3រៀនបន្ថែម upskilling ទីផ្សារការងារត្រូវការអ្នកដែលមិនឈប់រៀនសូត្របើខ្វះភាសាអង់គ្លេសរៀនភាសាអង់គ្លេសបើខ្វះបច្ចេកវិទ្យារៀនបច្ចេកវិទ្យាកុំឲ្យភាពភ័យខ្លាចបំបាក់ស្មារតីយើងឲ្យសោះឲ្យតែយើងហ៊ានបោះជំហានដំបូងផ្លូវនឹងមានសម្រាប់យើងជានិច្ចចុះអ្នកទាំងអស់គ្នាវិញធ្លាប់មានអារម្មណ៍បែបហ្នឹងទេហើយដោះស្រាយវាដោយរបៀបណា comment ចែករំលែកខាងក្រោមដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមក